ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel YouTube អំពរ Cooking ថ្ងៃនេះខ្ញុំបង្ហាញបងប្អូនពីរបៀបធ្វើជ្រក់ត្រកួនហើយជ្រក់ត្រកួនថ្ងៃនេះខ្ញុំធ្វើផ្លែខុសពីបងប្អូនគ្រប់គ្នាដោយសារតែខ្ញុំប្រើក្រូចតែជ្រក់បងប្អូនដែលធ្លាប់ទៅប្រើជាមួយនឹងទឹកខ្មេះនិងក្រូចឆ្ងាហើយថ្ងៃនេះខ្ញុំប្រើជាមួយនឹងក្រូចតែជ្រក់ជាដំបូងយើងត្រូវលាងត្រកួនឲ្យស្អាតច្របាច់ជាមួយអំបិលដើម្បីកាត់ជាតិជ័រហើយនឹងឲ្យត្រកួនយើងទន់ល្អពេលដែលត្រកួនយើងទន់ល្អហើយយើងយកទៅលាងសម្អាតជាមួយនឹងទឹកស្អាតយើងធម្មតាពីប៊ីទឹកទៅដើម្បីកុំឲ្យត្រកួនរបស់យើងប្រៃបងប្អូនហើយយើងពូតទឹកហើយយើងដាក់សម្រស់ទឹកឲ្យល្អមកបងប្អូនចង់យកទៅដាក់ក្នុងទូទឹកកកសិនក៏បានដែរឬមួយក៏ត្រាំជាមួយនឹងទឹកកកក៏បានដែរណាបងប្អូនហើយសម្រាប់គ្រឿងផ្សំរបស់ខ្ញុំវិញគឺខ្ញុំមានកូនលក្រេម្ទេសខ្ទឹមសខ្ទឹមក្រហមបើសិនជាបងប្អូនចង់ដាក់ជាមួយនឹងខ្ញីទៀតក៏បានដែរហើយខ្ញីបងប្អូនយកទៅច្របាច់ជាមួយអំបិលដែរណាកុំឲ្យខ្ញីយើងហឹរហាងខ្លាំងពេកនេះក្រូចតែរបស់ខ្ញុំហើយក្រូចតែថ្ងៃហ្នឹងខ្ញុំប្រើ5 6 7ផ្លែដែរតែបងប្អូនលេងមើលតាមហ្នឹងកុំឲ្យជ្រក់ហ្នឹងជូរពេកព្រោះក្រូចតែរបស់យើងជូរណាហើយយើងច្របាច់យកទៅទឹកមកហើយគ្រឿងផ្សំបន្តគឺមានស្ករខ្ញុំប្រើចំនួន2ស្លាបព្រាប៊ីចេងខ្ញុំប្រើតែបន្តិចទេហើយទឹកត្រីខ្ញុំប្រើចំនួន2ស្លាបព្រាបាយដែរបងប្អូនយើងកុំអាំដាក់ទឹកត្រីច្រើនពេកដោយសារតាត្រកួនរបស់យើងបានច្របាច់ជាមួយអំបិលហើយអញ្ចឹងត្រកួនរបស់យើងគឺរៀងប្រៃហើយដែរបងប្អូនអញ្ចឹងយើងធ្វើការចាក់គ្រឿងផ្សំរបស់យើងបន្តទៀតមានដូចជាម្ទេសខ្ទឹមកូនលក្រេចូលមកចាហើយនេះទឹកក្រូចឆ្មាទឹកក្រូចតែជ្រក់របស់យើងហ្នឹងបងប្អូនខ្ញុំប្រើចំនួន3ស្លាបព្រាហ្នឹងចំនួនជាមួយនឹងត្រកួនរបស់ខ្ញុំគឺជូរល្មមតែបើយើងប្រើត្រកួនតិចដាក់ក្រូចច្រើនក៏អត់ឆ្ងាញ់ដែរបងប្អូនដោយសារតែជូរពេកអញ្ចឹងទៅណាហើយត្រកួនបងប្អូនអាចយកទៅញ៉ាំជាមួយនឹងសាច់អាំងផ្សេងបានត្រីអាំងត្រីអីបងប្អូនយើងច្របល់ត្រកួនដាក់ត្រកួនចូលមកហើយច្របល់បែបនេះមកបងប្អូនច្របល់ត្រកួនរបស់យើងតែ2 3នាទីទៅបានដែរបងប្អូនចូលជាតិទេបើបងប្អូនកាន់ចង់ចូលជាតិឲ្យឆ្ងាញ់បងប្អូនដាក់ក្នុងទូ2 ម៉ោងឬមួយក៏មួយយប់គឺអាចញ៉ាំទៅនឹងចូលជាតិឆ្ងាញ់ហើយបងប្អូនយើងច្របល់មកឥឡូវរួចហើយខ្ញុំក៏ធ្វើការដួសដាក់ក្នុងប្រអប់យកទៅដាក់ក្នុងទូសិនណាអរគុណច្រើនបងប្អូន